ក៏ថាឧបសគ្គធំដែលខ្ញុំជួបគឺនៅពេលដែលយើងនៅទុនខ្សោយយើងនៅតូចតាចយើងតែងតែជាជំរើសរបស់អ្នកដទៃការរៀនសូត្រវាច្រើនចាស់មិនត្រឹមតែនៅក្នុងសភៅនៅក្នុងសាលាឯងហើយខ្ញុំគិតថាខ្ញុំជាបទពិសោធន៍ជាក់ស្ដែងខ្ញុំរៀនសូត្របានច្រើនបំផុតពីបរិយាកាសដែលខ្ញុំជួបមនុស្សដែលខ្ញុំជួបនឹងឯងស្ត្រីគឺជាបុគ្គលម្នាក់ដែលមានថាមពលអស្ចារ្យរួមជាមួយនឹងភាពរឹងមាំទេពកោសល្យជាពិសេសសមត្ថភាពក្នុងការបំពេញការងារផ្សេងៗចុះបើសិនជាស្ត្រីខ្លាចទៅជាអ្នកដឹកនាំតើនឹងមានសក្តានុពលអ្វីខ្លះជំរាបសួរនេះខ្ញុំសុបិនជាពិធីការនេះសូមស្វាគមន៍លោកអ្នកមកក្នុងកម្មវិធី podcast យុវតីសតវត្សទី21នៅក្នុងថ្ងៃនេះយើងមានប្រធានបទដែលសំខាន់ទាក់ទងទៅនឹងស្ត្រីជាអ្នកដឹកនាំវ័យក្មេងចង់ដឹងឲ្យកាន់តែស៊ីជម្រៅតើបទពិសោធន៍ក៏ដូចជាticនិចអ្វីខ្លះក្នុងការខ្លាចទៅជាស្ត្រីដឹកនាំវ័យក្មេងថ្ងៃនេះយើងក៏មានវាគ្មិនកិត្តិយសមួយរូបដើម្បីចូលខ្លួនមកចែករំលែកបទពិសោធន៍ផងដែរកុំឲ្យខាត់ពេលវេលាយូរជួយវាគ្មិនកិត្តិយសយើងទាំងអស់គ្នាជំរាបសួរសុបិនចាអរគុណច្រើនអ្នកស្រីដែលបានចំណាយពេលវេលាចូលរួមចឹងជាដំបូងអាចជួយណែនាំខ្លួនដើម្បីប្រិយមិត្តបានស្គាល់ចាជំរាបសួរនាងខ្ញុំឈ្មោះ Clara Nut គឺជាអ្នកចែករំលែកមាតិកាអប់រំនៅក្នុងបណ្ដាញសង្គមជាគ្រូបណ្ដុះបណ្ដាលបំណិនជីវិតនៅវិទ្យាស្ថាន EDI ហើយក៏ជាអតីតនាយិកាប្រតិបត្តិនៅក្រុមហ៊ុន Apsara Media Service ចាអរគុណចាអ្នកស្រីសម្រាប់ថ្ងៃនេះប្រធានបទសំខាន់ហើយអ្វីដែលយើងចង់ដឹងបំផុតហ្នឹងគឺតើតើនឹងបទពិសោធន៍របស់អ្នកស្រីផ្ទាល់តែម្ដងបើនិយាយអំពីអ្នកដឹកនាំគឺមានច្រើនប្រភេទខ្លាំងមែនទែនប៉ុន្តែចំពោះអ្នកស្រីផ្ទាល់គាត់ថានិយមន័យនៃពាក្យថាអ្នកដឹកនាំហ្នឹងមានន័យបែបណាចេញពីខ្លួនឯងវិញចាអរគុណច្រើនសុបិននៅពេលដែលយើងនិយាយអំពីអ្នកដឹកនាំមុននឹងចូលនោះប្រហែលជាខ្ញុំអាចនឹងបើកវងកញ្ចក់បន្តិចចុះភាគច្រើនអ្នកដែលស្គាល់ខ្ញុំហ្នឹងគឺគេឃើញថាយើងគឺជាបុគ្គលិកស្រីឬមកក៏ working woman ចាភាគច្រើនគឺគេឃើញយើងតាំងពីអញ្ចឹងមកហើយអញ្ចឹងដំណើរការនៅក្នុងការធ្វើការងារតាំងពីថ្នាក់ដំបូងបំផុតនៃអាជីពការងាររបស់ខ្ញុំរហូតមកដល់ចំណុចមួយដែលខ្ញុំអាចនិយាយបានថាយើងឡើងទៅដល់ចំណុចមួយដែលខ្ពស់យើងខ្លាយទៅជាអ្នកដឹកនាំមួយរូបអញ្ចឹងខ្ញុំឲ្យនិយមន័យពាក្យថាជាអ្នកដឹកនាំគឺអត់នៅលើតួនាទីរបស់យើងទេចាអ្វីដែលខ្ញុំឲ្យសំខាន់គឺអ្នកដឹកនាំគឺគាត់មានឥទ្ធិពលមួយយ៉ាងដែលធ្វើឲ្យអ្នកដែលនៅក្រោមបង្គាប់របស់គាត់ជឿជាក់លើគាត់គឺជាបុគ្គលម្នាក់ដែលជួយដោះស្រាយបញ្ហារបស់អ្នកដទៃគាត់គឺជាបុគ្គលមួយរូបដែលធ្វើឲ្យគេជឿគាត់ហើយគេចង់ដូចគាត់ហើយគេចង់តាមគាត់អញ្ចឹងបុគ្គលម្នាក់ហ្នឹងនៅពេលណាអ្នកដទៃទៅជួបគាត់មានថាមពលពិសេសមួយធ្វើឲ្យគេចង់ធ្វើតាមគាត់ឬមួយក៏យើងទៅចែកកិច្ចការងារខ្លះក៏គាត់មានអារម្មណ៍ថាវាអាចទៅរួចអញ្ចឹងវាជាថាមពលមួយដែលគាត់មាននៅខាងក្នុងហើយគាត់អាចចែកទៅកាន់អ្នកដទៃបានទៀតហើយជាពិសេសនៅចុងក្រោយទោះបីជាគាត់មិនមែនជាអ្នកដែលធ្វើការងារជាមួយគ្នាមិនមែនជាប្រធានឬមួយក៏ជាមេរបស់គាត់នៅកន្លែងស្ថាប័នក៏ដោយក៏ប៉ុន្តែបុគ្គលម្នាក់គឺស្ថិតនៅក្នុងចិត្តរបស់គេគឺគាត់ដូចជាគ្រូរបស់គេអញ្ចឹងហើយគេនៅតែអាចណែនាំទៅកាន់អ្នកដទៃថាគាត់ជាមេខ្ញុំគាត់ជាគ្រូខ្ញុំឬមួយក៏គាត់ជាប្រធានខ្ញុំអញ្ចឹងអាគេឈ្មោះហ្នឹងគឺស្ថិតនៅក្នុងចិត្តគេហ្មងទោះបីជាមិននៅបម្រើការមួយគ្នាក៏ដោយចាធ្លាប់លើពាក្យថាគ្រូមួយថ្ងៃគ្រូមួយជីវិតទៅតាមមេថាជាអធិពលតាមសកម្មភាពឬក៏ពាក្យសម្ដីលើកទឹកចិត្តណាមួយក៏ជាការដឹកនាំជីវិតមួយដែរមួយទៀតថ្ងៃនេះចង់បើកកកាយអំពីគេហៅថាអតីតកាលរបស់អ្នកស្រីផ្ទាល់ក្នុងនាមជាអតីតនាយិកាប្រតិបត្តិនៅក្រុមហ៊ុន Apsara Media Service វិញម្ដងចាអញ្ចឹងថ្ងៃនេះមានឱកាសហើយនឹងខ្ញុំចង់ដឹងអំពីដំណើរដើមតងតាំងពីដើមមករហូតធ្វើការងារទៅរហូតដល់ឡើងតួនាទីខ្ពស់មែនទែនចាអញ្ចឹងតើធ្លាប់ឆ្លងកាត់បទពិសោធន៍អ្វីខ្លះដែរតាក់ទងទៅនឹងជីវិតការងារខ្ញុំអាចនិយាយបានថាខ្ញុំចាប់ដើមចូលធ្វើការងារវាជិត20ឆ្នាំហើយនៅពេលដែលយើងចាប់ផ្ដើមការងារហើយខ្ញុំពិតជាចង់ប្រាប់ទៅនារីឬមួយក៏យុវជនជាទូទៅថាខ្ញុំគឺជាឧទាហរណ៍រស់ដែលយើងចាប់ផ្ដើមពីតូចមកខ្ញុំចាប់ផ្ដើមពី volunteer ខ្ញុំចាប់ផ្ដើមពីបុគ្គលិកធម្មតារហូតមកដល់តំណែងមួយដែលយើងគិតថាវាធំគួរសមនៅក្នុងស្ថាប័នមួយអញ្ចឹងរឿងរ៉ាវដែលយើងជួបប្រទះគឺពិតជាច្រើនច្រើនយ៉ាងតម្រាំតែយើងអាចក្លាយមកទៅជាបុគ្គលម្នាក់ដែលអាចនឹងដឹកនាំមនុស្សជាច្រើនរយនាក់នៅក្នុងស្ថាប័នដែលខ្ញុំបម្រើការកាលពីបច្ចុប្បន្នណាចាអញ្ចឹងខ្ញុំគិតថាឧបសគ្គដែលយើងជួបតាំងពីខ្ញុំចាប់ផ្ដើមបម្រើការងារបើកអាជីវកម្មខ្លួនឯងរហូតមកកាន់កិច្ចការងារនៅ AMS កាលពីកន្លងទៅហ្នឹងខ្ញុំគិតថាឧបសគ្គធំដែលខ្ញុំជួបគឺនៅពេលដែលយើងនៅទុនខ្សោយយើងនៅតូចតាចយើងតែងតែជាជំរើសរបស់អ្នកដទៃ
ចាអញ្ចឹងគេថាគេអាចថាយកយើងក៏បានគេអត់យកយើងក៏បានយើងគ្រាន់តែមួយនៅក្នុងចំណោមទេអញ្ចឹងយើងមិនមែនជាបុគ្គលម្នាក់ដែលគេត្រូវតែរត់មករកយើងឬក៏គេត្រូវតែត្រូវការយើងណា ចា៎ អញ្ចឹងមូលហេតុទាំងអស់ហ្នឹងវាអាចមកពីសមត្ថភាពរបស់យើងអញ្ចឹងយើងត្រូវការពេលជាច្រើនបទពិសោធន៍រៀនសូត្រហើយការរៀនសូត្រវាច្រើនចាមិនត្រឹមតែនៅក្នុងសភៅនៅក្នុងសាលាទេហើយខ្ញុំគិតថាខ្ញុំជាបទពិសោធន៍ជាក់ស្ដែងខ្ញុំរៀនសូត្របានច្រើនបំផុតពីបរិយាកាសដែលខ្ញុំជួបមនុស្សដែលខ្ញុំជួបហ្នឹងឯងអញ្ចឹងទាំងល្អទាំងមិនល្អយើងរៀនបានទាំងអស់ចាអញ្ចឹងយើងយកមកបំពេញដូចជាបើសិននៅក្នុង game វាដូចជា puzzle ណា ចា៎ យើងបំពេញឲ្យវាពេញទៅជារូបរាងមួយអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមចូលទៅក្នុងជីវិតការងារយើងហាក់បីដូចជា puzzle មួយដែលវាអត់ទាន់ពេញលេញវានៅការខ្វះចន្លោះជាច្រើនអញ្ចឹងយើងមានឱកាសបម្រើកិច្ចការងារយើងទៅបំពេញអាចចំណុចដែលយើងខ្វះខាតទាំងអស់ហ្នឹងទាំងល្អទាំងមិនល្អ ចា៎ អាទាំងអស់ហ្នឹងហើយដែលធ្វើឲ្យយើងកសាងភាពអស្ចារ្យជាសមត្ថភាពរបស់យើងជាឥទ្ធិពលរបស់យើងរហូតដល់ពេលមួយដែលយើងនឹងទទួលបានឱកាសហើយខ្ញុំតែងតែជឿថាមនុស្សដែលមានសមត្ថភាពនឹងទទួលបានឱកាសចាអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺពង្រឹងសមត្ថភាពឲ្យតែកាលណាយើងមានសមត្ថភាពឱកាសយើងពិតជាទទួលបានឬក៏យើងមិនទទួលបានពីអ្នកដទៃក៏យើងអាចបង្កើតឱកាសនឹងឲ្យខ្លួនឯងដែរអញ្ចឹងហើយចុះសមត្ថភាពសំខាន់សមត្ថភាពត្រូវតែមានបូករួមហ្នឹងបើសិនជាយើងចង់ឡើងខ្ពស់ចាសមត្ថភាពមានធ្វើការងារបានហើយចង់ឡើងខ្ពស់ថែមមួយទៀតគឺអត្តចរិតគឺផ្ដោតទៅលើការគោរពគ្រប់វ័យចាគ្រប់ទូនាទីនៅពេលដែលយើងគោរពអ្នកដទៃវាពិតប្រាកដដែលយើងនឹងទទួលបានការគោរពមកវិញអញ្ចឹងសមត្ថភាពនិងអត្តចរិតគឺជាធាតុបង្គំខ្លាំងបំផុតដើម្បីឡើងទៅដល់ចំណុចមួយដែលខ្ពស់បានចា នាងខ្ញុំចាប់អារម្មណ៍មែនទែនកសាងសមត្ថភាពតែងតែគិតថាអូនិយាយមកស្រួលមែនទែនកសាងសមត្ថភាពប៉ុន្តែធ្វើមិនសមត្ថភាពទំនំតែសន្សំបានដល់ចំណុចដែលយើងចង់បានហើយមានតែអត្តចរិតពីទូនាទីតូចប្រហែលជាអត្តចរិតការតាំងចិត្តយើងត្រឹមកម្រិតមួយប៉ុន្តែគឺនាទីកាន់តែខ្ពស់ត្រូវតែរៀបចំអីយ៉ាបត់អត្តចរិតហ្នឹងមើងម៉ាត់ទំនួលខុសទៅខ្ពស់ជាងមុនថងចំណុចហ្នឹងដំណាក់កាលនៃការអភិវឌ្ឍខ្លួនទៅហ្នឹងធ្វើមិនទៅអាចមានលទ្ធផលបែបហ្នឹងបានចំពោះសមត្ថភាពខ្ញុំពិតជាឲ្យតម្លៃទៅលើភាពល្អិតល្អន់ណាចាមនុស្សជាច្រើនគាត់អាចធ្វើការងារបានគេធ្វើអីបានយើងក៏ធ្វើបានឬក៏យើងធ្វើបានគេក៏ធ្វើនឹងបានដែរប៉ុន្តែខ្ញុំរកឃើញថាចំណុចមួយដែលមនុស្សជាច្រើនពិបាកនឹងធ្វើគឺភាពល្អិតល្អន់អញ្ចឹងចាប់ផ្ដើមពីការងារតូចៗទៅហើយខ្ញុំចំណាំឃើញមើលតែមិនមែននិយាយតែផ្អែកទៅលើខាងនារីទេប៉ុន្តែនារីខ្ញុំឃើញថាភាគច្រើនជាងដែលគាត់ល្អិតល្អន់ជាងបុរសអញ្ចឹងយើងគួរតែរកអ្វីដែលយើងខ្លាំងហ្នឹងណាយកមកធ្វើវាឲ្យកាន់តែលេចធ្លោអញ្ចឹងបានន័យថានៅពេលដែលយើងទម្លាប់ធ្វើការងារល្អិតល្អន់វាជាចំណុចមួយដែលបំពេញឲ្យអាសមត្ថភាពរបស់យើងខុសប្លែកពីអ្នកដទៃខ្ញុំឧទាហរណ៍សូម្បីតែយើងវាយអត្ថបទមួយក៏ដោយអញ្ចឹងសម្រាប់ទម្លាប់របស់ខ្ញុំគឺធ្វើការងារល្អិតល្អន់ស្អាតចាអញ្ចឹងមិនថាដក clear មិនថាចុះបន្ទាត់មិនថា font អក្សរមិនថាចំណុចតូចៗជាច្រើនដែលនៅក្នុងកិច្ចការងារយើងតែមួយហ្នឹងណាយើងទម្លាប់ធ្វើឲ្យល្អិតល្អន់នៅពេលដែលយើងធ្វើការងារតូចយើងទម្លាប់ល្អិតល្អន់នៅពេលដែលយើងធ្វើការងារធំយើងកាន់តែប្រយ័ត្នហើយយើងទទួលបានទំនុកចិត្តគឺនៅពេលដែលគេជឿជាក់លើការងាររបស់យើងនឹងឯងចាអញ្ចឹងវាចាប់ផ្ដើមពីហ្នឹងពេលដែលយើងនៅតូចទម្លាប់ធ្វើការងារល្អិតល្អន់ដើម្បីបង្កើនសមត្ថភាពដែលយើងខុសប្លែកពីអ្នកដទៃហើយឆ្លើយនឹងសំណួរប្អូនតកតងទៅនឹងអត្តចរិតវិញជាការពិតកាលពីយើងនៅក្មេងប្រហែលជាស្មារតីយើងនៅរៀងទន់ខ្សោយយើងឆាប់ប៉ះពាល់ផ្លូវអារម្មណ៍ចានៅពេលដែលយើងឡើងកាន់តែខ្ពស់ទាមទារឲ្យស្មារតីរបស់យើងគឺកាន់តែនឹងកាន់តែស្ងប់កាន់តែត្រជាក់កាន់តែនឹងដើម្បីយើងអាចនឹងដោះស្រាយបញ្ហាកាន់តែធំទៅវាទាមទារឲ្យស្មារតីរបស់យើងនឹងគឺកាន់តែធ្ងន់ទៅដូចគ្នាអញ្ចឹងតកតងទៅនឹងការអភិវឌ្ឍអត្តចរិតអិរិយាបថពិតប្រាកដយើងមានសិលធម៌យើងមានសុជីវធម៌ដែលយើងត្រូវទ្រាំត្រាប់យើងផ្ដល់ការគោរពតាមលំដាប់ថ្នាក់បើសិនបើយើងនៅកន្លែងការងារចាហើយយើងគោរពទៅលើតួនាទីថ្នាក់ដឹកនាំអ្នកក្រៅបង្គាប់ហើយកុំឲ្យយើងមានអារម្មណ៍ថាបើសិនបើយើងអាចឡើងទៅដល់កម្រិតមួយជាមេដឹកនាំគេមិនមែនបានន័យថាយើងគ្រប់គ្រងលើជីវិតគេទេខ្ញុំបើសិនបើតាមបទពិសោធន៍ការងារពីកន្លងមកខ្ញុំពិតជាមានក្រុមការងារដែលគាត់មានអាយុច្រើនចាខុសវ័យគ្នាយើងនៅកន្លែងការងារច្រើនជាងច្រើនមែនតើចាកម្លាតអាយុអាចថាគាត់ជាពូជាអ៊ំជាអីអញ្ចឹងណាអញ្ចឹងតើពេលនោះតើយើងត្រូវការដឹកនាំក្រុមការងារយើងបែបម៉េចខ្ញុំគិតថាអ្វីដែលខ្ញុំអាចអនុវត្តទៅវាមានប្រសិទ្ធភាពគឺផ្ដល់ការគោរពឲ្យគាត់ខ្ញុំអាចនឹងមានលទ្ធភាពធ្វើឲ្យគាត់យល់ថាលោកពូបងបានន័យថាខ្ញុំគ្រប់គ្រងតែការងារគាត់ទេខ្ញុំអត់ដែលឲ្យគាត់មានអារម្មណ៍ថាខ្ញុំទៅគ្រប់គ្រងជីវិតគាត់ជាមេគាត់ឬក៏ខ្ញុំទាមទារការតបស្នងណាមួយដែលក្នុងនាមខ្ញុំជាមេអញ្ចឹងអាហ្នឹងគឺសំខាន់មែនតើយើងជាមេយើងដឹកនាំការងារយើងមិនមែនដឹកនាំជីវិតគេឬក៏ដឹកនាំគេទេហ្នឹងគឺជាសិល្បៈមួយនៅក្នុងការដឹកនាំដែរ
ដោយសារតែពេលខ្លះសុំទោសចា នៅពេលដែលវ័យខុសគ្នាហើយអ្នកស្រីវ័យក្មេងជាងកន្លែងហ្នឹងជាឧបសគ្គទេព្រោះអ្នកដែលមានវ័យចាស់ជាងបេះដូងគាត់រឹងមែនទែនអត់ងាយចូលទៅកាន់គាត់ទេប៉ុន្តែបើចូលបានគឺមានថាគាត់ស្រឡាញ់មែនទែនគាត់ឲ្យតម្លៃមែនទែនប៉ុន្តែត្រង់ចំណុចឧបសគ្គកន្លែងហ្នឹងធ្វើម៉េចអាចចូលបេះដូងគាត់បានល្អដែរចាសំណួរល្អមែនតើបើសិនបើពីខ្ញុំជាបទពិសោធន៍ខ្ញុំគិតថាមុននឹងឆ្លើយនៅសំណួរបងប្អូនខ្ញុំអាចរំលឹកពីរឿងកន្លងទៅបន្តិចធ្លាប់មានគេសួរខ្ញុំថាតើធ្វើការងារជាមួយនឹងក្រុមការងារក្មេងស្រួលជាងឬមកក៏ក្រុមការងារដែលមានអាយុច្រើនហ្នឹងស្រួលជាងចាសម្រាប់ខ្ញុំនឹងឆ្លើយថាវ័យបែបណាក៏បានដែរឲ្យតែយើងចេះអញ្ចឹងនៅពេលដែលយើងចេះធ្វើកិច្ចការងារជាមួយគេគាត់វ័យក្មេងក៏ដោយគាត់វ័យចំណាស់ក៏ដោយក៏យើងអាចធ្វើការងារមួយគាត់បានដែរអញ្ចឹងគ្រាន់តែយើងត្រូវដឹងថាការដឹកនាំវិជាសិល្បៈនៅពេលដែលយើងធ្វើកិច្ចការងារជាមួយនឹងវ័យក្មេងយើងត្រូវការលើកពីច្បាប់ចាលើកពីគោលការណ៍លើកពីលទ្ធផលលើកអំពីក្តីសម័យរបស់គាត់ចាហើយសម្រាប់ដែលក្រុមការងារដែលគាត់មានវ័យចំណាស់ខ្ញុំត្រូវដឹងថាគាត់គឺជាគាត់ថាគាត់ដឹងមួយផ្នែកច្រើនមែនទែនតាក់ទងនឹងបទពិសោធន៍របស់គាត់អញ្ចឹងខ្ញុំដើរតួជាមេខ្ញុំគាត់បំពេញនឹងបន្ថែមនៅជ្រុងណាមួយដែលខ្ញុំយល់ឃើញថាខ្ញុំអាចនឹងមានគំនិតខុសពីគាត់អញ្ចឹងនៅពេលដែលយើងធ្វើការងារមួយវ័យចំណាស់ខ្ញុំនៅតែគោរពគាត់ជាសិលធម៌ជាសុជីវធម៌ប៉ុន្តែខ្ញុំដឹកនាំគាត់នៅក្នុងន័យការងារហើយការដឹកនាំបានន័យថាយើងបង្ហាញឲ្យឃើញពីចក្ខុវិស័យពីដំណោះស្រាយដែលអាចនឹងលឿនជាងមុនឬក៏ស្រួលជាងមុនឬក៏ចំណាយតិចជាងមុនប៉ុន្តែនៅក្នុងពេលតែមួយគ្នាក៏យើងត្រូវការបត់ពិសោធន៍របស់គាត់ដែរអញ្ចឹងវាហាក់បីដូចជាការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកដល់ពេលអញ្ចឹងបានថាយើងបំពេញគ្នាដល់ពេលបំពេញគ្នាការងាររលូនហើយគាត់ក៏សប្បាយចិត្តគាត់មានអារម្មណ៍ថាកិច្ចការងារមួយសម្រេចទៅបានមិនមែនតែយើងម្នាក់ធ្វើទេយើងត្រូវមានឥទ្ធិពលប្រាប់ទៅគាត់ថាការងារទាំងអស់នឹងសម្រេចទៅបានគឺដោយសារតែបទពិសោធន៍ជាច្រើនរបស់គាត់កន្លងមកដែរអញ្ចឹងគាត់មានអារម្មណ៍ថាគាត់ចូលរួមមួយយើងគាត់មិនមានអារម្មណ៍ថាយើងជាមេគាត់ទេដឹកនាំគាត់ទេគាត់អត់ចឹងទេចាអញ្ចឹងតាមរយៈការកសាងសមត្ថភាពផងអត្តចរិតត្រូវផ្លាស់ប្ដូរតាមបែបផែននៃវ័យទៀតវ័យក្មេងអត្តចរិតអ្នកដឹកនាំផ្សេងទៅតាមអ្នកដែលគាត់មានវ័យចាស់ជាងត្រូវបត់បែបផ្សេងនេះខ្ញុំចង់ដឹងបន្ថែមពីឧបសគ្គនៅពេលដែលឡើងតួនាទីខ្ពស់តើពេលហ្នឹងមានការប្រកួតប្រជែងគ្នាដែរទេព្រោះពេលខ្លះអតិភិបបរិសុទ្ធនិងស្ត្រីបើគេនិយាយទៅថាអ្នកណាប្រកែកអ្នកនឹងបានប៉ុន្តែពេលខ្លះអតិភិបអាចនឹងស្ត្រីយើងរៀងនៅក្រោមបរិសុទ្ធឬក៏យ៉ាងម៉េចដែរចំនួនពេលដែលបងមុននឹងឡើងនឹងតើពេលហ្នឹងមានការប្រកួតប្រជែងទេហើយផលលំបាកឬក៏តស៊ូមិនខ្លះរំរាំតែឈានជើងចូលហើយដល់ពេលឡើងជាមេហើយតើមានពាក្យគេហៅថាពាក្យពីមុខពាក្យពីក្រោយគេនិយាយទៀតអត់ខ្ញុំគ្រប់គ្រងនៅអីដែលបងអូនលើកឡើងហើយយើងមិនអាចប្រកែកបានថាពិភពលោកវាពណ៌ស៊ីជម្ពូរហូតទេចាវាមានពេលខ្លះវាស្អាប់វាអាប់អួរអញ្ចឹងព្រះអាទិត្យវាមិនមែនរះគ្រប់ពេលណាវាអាចមានដែរគ្រាន់តែថាប្រហែលជាយើងមិនបានឮផ្ទាល់ឬក៏មិនបានឃើញផ្ទាល់ប៉ុន្តែអាពាក្យចចាមអារាមអាការតិចទៀននៅជ្រុងណាមួយដែលយើងអាចឮបានដោយប្រយោលណាវាអាចនឹងមានខ្ញុំយល់ថាមានការប្រកួតប្រជែងដែរហើយខ្ញុំគិតថាយើងនៅតែមានផ្នែកកំណត់វិជ្ជមានថាវាអាចនឹងមានការប្រកួតប្រជែងវាអាចមានការវិតម្លៃមកលើយើងមិនថាទាំងភេទយើងមិនថាទាំងសមត្ថភាពយើងអាយុយើងឬមួយក៏អីផ្សេងទៀតទេវាអាចនឹងមានការវិបហាមកយើងគ្រាន់តែខ្ញុំនៅតែមានកំណត់វិជ្ជមានថាប្រហែលជាគេអត់ទាន់ស្គាល់យើងច្បាស់ឬមួយក៏ប្រហែលជាយើងនេះមិនទាន់បានបង្ហាញគេឲ្យគេជឿជាក់យើងច្បាស់អញ្ចឹងដើម្បីយកឈ្នះនៅការតិចទៀនការវាតម្លៃទាំងអស់ហ្នឹងខ្ញុំគិតថាវាអត់មានអីផ្សេងក្រៅពីផ្ដោតមកលើខ្លួនឯងទេអញ្ចឹងបើសិនបើតាមបទពិសោធន៍របស់ខ្ញុំអាចនឹងនិយាយថាខ្ញុំធ្លាប់ត្រូវបានគេវាយប្រហារខ្លះដែរទៅលើអាយុទៅលើភេទរបស់យើងហើយឱកាសខ្លះយើងត្រូវបានគេយល់ថាមនុស្សស្រីគាត់ធ្វើអីកើតខ្ញុំពិតជាធ្លាប់បានលើពាក្យទាំងអស់ហ្នឹងថាគាត់ស្រីប្រហែលជាមិនទៅណាឆ្ងាយបានទេវាមិនទៅដល់ណាទេអញ្ចឹងគាត់មិនជឿជាក់លើយើងទាំងយើងមិនទាន់បានបង្ហាញអីសោះផងគឺគាត់អត់មានជំនឿមកសោះហើយអញ្ចឹងដើម្បីឲ្យខ្លួនឯងស្ថិតនៅក្នុងស្ថានភាពនឹងបានខ្ញុំគិតថាខ្ញុំអត់មានពេលទៅបកស្រាយខ្ញុំអត់មានពេលទៅវិនិច្ឆ័យទៅព្យាយាមបង្ហាញប្រាប់ថាខ្ញុំធ្វើបានទេចុះខ្ញុំយកពេលដដែលធ្វើយ៉ាងណាឲ្យឃើញជាលទ្ធផលចា៎អញ្ចឹងខ្ញុំនៅតែជឿថាលទ្ធផលវានឹងធ្វើឲ្យបានលឺខ្លាំងជាងអ្វីដែលយើងព្យាយាមជជែកចឹងក្នុងគណៈពេលហ្នឹងខ្ញុំនឹងបដោតទៅលើអ្វីដែលខ្ញុំត្រូវធ្វើហើយបង្ហាញលទ្ធផលច្រើនជាងហើយបើសិនបើមានការជជែកតវ៉ាខ្ញុំពិតណាស់ខ្ញុំលើកអំពីវិធីសាស្ត្រខ្ញុំអាចនឹងលើកពីគោលនយោបាយខ្ញុំអាចនឹងលើកអំពីយុទ្ធសាស្ត្រមួយចំនួនដែលយើងអាចទៅដល់អ្វីដែលយើងនិយាយ
ដើម្បីយើងតស៊ូមតិកំឡុងពេលដែលគេវាយប្រហារមកយើងអញ្ចឹងណា ចានេះខ្ញុំធ្លាប់លើពាក្យមួយដែលគេតែនិយាយតិទៀនទៅលើស្ត្រីជាអ្នកដឹកនាំថាបើសិនជាស្ត្រីជាមេការសម្រេចចិត្តរបស់គាត់រៀងសាំញ៉ាំនឹងអាចថាបរិះគិតមកលើស្ត្រីប៉ុន្តែនៅពេលដែលស្ត្រីគិតមកវិញពាក្យសាំញ៉ាំហ្នឹងមិនមែននេះថាពាក្យថាល្អិតល្អន់ថងចំណុចហ្នឹងអាចថាជាពាក្យតិទៀនមួយស្រាលប៉ុន្តែវាក៏មុតស្រួយក្នុងចិត្តដែរបើសិនជាយើងឮពាក្យហ្នឹងម្ដងហើយម្ដងទៀតត្រង់ចំណុចហ្នឹងអ្នកស្រីបានផ្លាស់ប្ដូរផ្នត់កំណត់ខ្លួនឯងបែបណា ដូចបងអូននិយាយអញ្ចឹងខ្ញុំគ្រប់ត្រអីដែលបងអូនលើកឡើងអញ្ចឹងដោយសារតែផ្នត់គំនិតរបស់គាត់ទេហើយនៅពេលដែលយើងប្រើពាក្យហ្នឹងទៅជាទម្លាប់យើងបែរជានិយាយថានៅពេលដែលមនុស្សម្នាក់គាត់ល្អិតល្អន់យើងថាគាត់សាំញ៉ាំយើងថាគាត់ស្មុគស្មាញនោះវាជាការគិតរបស់គាត់អញ្ចឹងនៅក្នុងគណៈពេលបើសិនបើខ្ញុំជួបហេតុការណ៍អញ្ចឹងខ្ញុំគ្រាន់តែជំរាបទៅគាត់វិញថាពួកយើងមិនមែនសាំញ៉ាំទេគ្រាន់តែយើងត្រូវតែប្រយ័ត្នប្រយែងទៅលើការងារដែលយើងធ្វើប្រហែលជាខ្ញុំអាចនឹងគិតមកជ្រុងទៀតដែលបងមិនបានគិតឬមួយក៏ខ្ញុំអាចនឹងជួយបំពេញបន្ថែមចំណុចណាដែលបងអាចនឹងធ្វើប្រហែលអញ្ចឹងខ្ញុំគិតថានៅពេលដែលយើងធ្វើកិច្ចការងារល្អិតល្អន់វាតែងតែបានល្អជាងការងារដែលយើងធ្វើប្រហែលហើយអញ្ចឹងខ្ញុំគ្រាន់តែនិយាយអំពីកត្តាបានថាជាហានិភ័យចាហានិភ័យដែលយើងអាចនឹងប្រឈមអញ្ចឹងសម្រាប់ទម្លាប់របស់ខ្ញុំជឿចិត្តគិតពីហានិភ័យអូខេអ្នកឯងសម្រេចចិត្តចឹងត្រូវចុះបើសិនបើអញ្ចេះចុះបើសិនបើអញ្ចោះចុះបើសិនបើអញ្ចេះចុះសម្រាប់ខ្ញុំនៅក្នុងខួរក្បាលខ្ញុំតែងតែមានវិធីសាស្ត្រនៅក្នុងការប្រឈមជាមួយនឹងហានិភ័យបើសិនវាទៅតាមផែនការអូល្អមែនតើចុះបើសិនបើពេលណាមួយយើងអត់ទៅតាមផែនការយើងត្រូវធ្វើម៉េចចាអញ្ចឹងខ្ញុំគិតថានៅពេលដែលយើងបង្កើតទម្លាប់នឹងកន្លែងការងារវាជារឿងល្អដែរប្រហែលជាខ្ញុំបានជួបក្រុមការងារដែលគាត់បើកចិត្តណាចាគាត់បើកចិត្តគាត់ក៏ទទួលយកមតិរបស់យើងច្រើនអញ្ចឹងទៅបើសិនបើនៅក្នុងស្ថាប័នដែលធ្លាប់បំពេញការងារយើងអត់សូវមានបញ្ហាអញ្ចឹងទេបានថាម្នាក់ៗគាត់បើកចិត្តទទួលយកគ្នាទៅវិញទៅមកមិនថាប្រុសមិនថាស្រីចាជាចំណុចមួយសំខាន់មានន័យថាបើកចិត្តជាជាងប្រាប់ឲ្យគេទៅធ្វើផ្លូវហ្នឹងប៉ុន្តែឲ្យជាជំរើសវិញសាក់គិតមើលថាបើយើងជ្រើសរើសផ្លូវផ្សេងតើនឹងមានលទ្ធផលបែបណាហើយការពារខ្លួនបែបណាអញ្ចឹងសូម្បីតែអ្នកនៅក្រោមគេថាបុគ្គលិកឬក៏សមាជិកគាត់សប្បាយចិត្តដែរថាមេរបស់គាត់បានបិទផ្លូវគាត់ទេឲ្យគាត់មានជំរឿនក្នុងការគិតហើយត្រៀមហានិភ័យត្រៀមដំណោះស្រាយឲ្យទាន់ពេលវេលាចំណុចសំខាន់មួយទៀតយើងអាចថាជជែកច្រើនណាតាក់ទងទៅនឹងគ្រឹះដើម្បីខាត់ជាអ្នកដឹកនាំបទពិសោធន៍មួយចំនួនឧបសគ្គប៉ុន្តែនិយាយអំពីមោទនភាពវិញនៅពេលដែលអ្នកស្រីបានបំលែងខ្លួនពីបុគ្គលិក volunteer រហូតដល់អ្នកដឹកនាំហ្នឹងតើអ្វីជាមោទនភាពបំផុតសម្រាប់ខ្លួនឯងខ្ញុំគិតថាខ្ញុំពេញចិត្តអ្វីដែលខ្លួនឯងធ្វើបានបំផុតណាគឺខ្ញុំអាចបង្កើតនៅបរិយាកាសមួយដែលគ្រប់គ្នាមានអារម្មណ៍ថាស្មើភាពអញ្ចឹងមិនថាខ្ញុំធ្វើការកាលពីមុនរហូតដល់ខ្ញុំធ្លាប់បានយើងបើក business ខ្លួនឯងហើយក្រោយមកក៏ខ្លាយទៅជាអ្នកដឹកនាំក្នុងស្ថាប័នណាមួយឯងអញ្ចឹងខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលពួកយើងអាចបែងចែកដាច់រវាង professional and personal បានថារឿងផ្ទាល់ខ្លួនហើយនិងរឿងនៅកន្លែងការងារចា៎អញ្ចឹងតាមបទពិសោធន៍កន្លងមកក្រុមការងាររបស់ខ្ញុំនៅកន្លែងការងារគឺយើងគោរពតួនាទីយើងជាក្រុមការងារប៉ុន្តែនៅពេលដែលចប់ការងារយើងអាចខ្លាយទៅជាមិត្តភក្តិគ្នាបានហើយខ្ញុំគិតថាខ្ញុំសប្បាយចិត្តនៅពេលដែលយើងអាចបើកចំហនិយាយជាមួយនឹងក្រុមការងាររបស់យើងដាក់នៅលើតុហ្មងអញ្ចឹងនៅកន្លែងការងារយើងទៅចែកទៅរឿងការងារពេលខ្លះយើងខ្វែងគំនិតគ្នាយើងអាចទាស់តែងគ្នាគ្នាមកប្រាវសិនទៅយើងអាចជួបគ្នាមកប្រាវប៉ុន្តែនៅពេលដែលយើងជួបគ្នាចប់មេធីហ្នឹងគឺយើងចប់ដូចគ្នាចប់រឿងហ្នឹងហើយយើងនៅតែជាមិត្តភក្តិនឹងគ្នាខ្ញុំគិតថាវាជារឿងអស្ចារ្យមែនតើដែលខ្ញុំអាចហៅក្រុមការងាររបស់ខ្ញុំកាលពីជាង10ឆ្នាំកន្លងមកណាយើងនៅមកញ៉ាំបាយជុំគ្នាបានណាចាហើយយើងនៅតែមាន community មួយនឹងយើងនៅតែមានសហគមន៍មួយដែលយើងធ្លាប់ជាអតីតក្រុមការងារជាមួយគ្នាចាយើងនៅញ៉ាំបាយមួយគ្នាបានខ្ញុំគិតថាអាហ្នឹងខ្ញុំគិតថាខ្ញុំសប្បាយចិត្តហើយដែលយើងអាចបង្កើតសហគមន៍តូចមួយនឹងបានចាពាក្យមួយថាតើជាសំណាងទេនៅពេលដែលបុគ្គលិកក៏បានមេល្អហើយមេបានបុគ្គលិកល្អពិតជាសំណាងដែលគាត់ត្រូវជួបគ្នាឬក៏ទាំងអស់ហ្នឹងត្រូវការកសាងឡើងមកខ្ញុំគិតថាបើយើងហៅវាថាសំណាងក៏មិនខុសដែរប៉ុន្តែខ្ញុំគិតថាពួកយើងអ្នកបង្កើតសំណាងខ្លួនឯងអញ្ចឹងខ្ញុំជឿថាដែកវានៅដែកមួយដែកដូចគ្នាអញ្ចឹងមេយើងជាមេដែកយើងឆក់តែដែកទេយើងអត់ឆក់ជ័រទេយើងអត់ឆក់ដបទឹកសុទ្ធទេអញ្ចឹងខ្ញុំជឿថាពិភពលោកហ្នឹងគឺវាយុត្តិធម៌ក្រុមមនុស្សដែលយើងអាចនៅជាមួយបានយើងនឹងនៅម្ដុំហ្នឹងក្រុមមនុស្សណាដែលយើងនៅជាមួយមិនបានគេនឹងចាក់ចែងដល់ខ្លួនឯងដល់យើងមិនចាំបាច់ធ្វើអីទេអញ្ចឹងវាក៏អាចថាមានសកម្មភាពមួយចំនួនពេលវេលាណាមួយក្រុមមនុស្សដែលមិនអាចនៅជាមួយយើងគាត់នឹងត្រូវចាក់ចែងហើយវាជារឿងធម្មតាមនុស្សជួបគ្នាបែកគ្នារឿងធម្មតាហើយសំណាងនៅពេលដែលយើងខិតខំប្រឹងដុសខាត់ខ្លួនឯងឲ្យคล้ายទៅជាដែកយើងនៅក្នុងបណ្ដុំមនុស្សដែកដែរបើសិនបើយើងគិតថាវាហត់ពេកយើងមិនចង់ទៅទេក៏វាជាជំរឿរបស់គាត់ដែរចឹងបានន័យថាគាត់ជាទឹកសុទ្ធក៏គាត់មិនខុសដែរ
គ្រាន់តែយើងនៅផ្នែកខុសគ្នាតែប៉ុណ្្នឹងឯង ចាជាចំណុចមួយដែលយើងគិតថាពេលខ្លះវាមិនមែនសុកជួបគ្នាទេវាត្រូវតែមានការបង្កើតឆក់ទាញគ្នាទៅវិញទៅមកហើយក៏មិនអាចសុកក៏ពេញចិត្តគ្នាភ្លាមដែរចាត្រូវតែឆ្លងកាត់រឿងរ៉ាវឈឺចាប់មួយគ្នាឆ្លោះគ្នាខ្លះទៅយល់ចិត្តគ្នាមួយទៀតតកតងទៅនឹងមេថាជាដំណើរចំពោះអ្នកស្រីផ្ទាល់វិញថាពីមួយកម្មទៅមួយកម្មទៅជាអ្នកដឹកនាំកត្តាអីជំរុញឲ្យអ្នកស្រីសម្រេចចិត្តថាសម្លឹងមើលទៅអនាគតថាចង់ខ្លាចជាអ្នកដឹកនាំហើយអ្នកណាជាគំរូវាជា idol ក្នុងចិត្តរបស់អ្នកស្រីដែរចាមួយដំណាក់កាលទៅមួយដំណាក់កាលខ្ញុំគិតថាអ្វីដែលជំរុញខ្ញុំខ្លាំងបំផុតគឺគណៈពេលមុនណាបើសិនមកខ្ញុំនិយាយពីអតីតកាលខ្ញុំគិតថានៅពេលដែលមនុស្សយើងមានបន្ទុកនៅពេលដែលយើងមានត្រូវមានបន្ទុកជាមួយនឹងអ្នកដទៃមិនថាជាក្រុមការងារមិនថាជាគ្រួសារឬក៏ជាមិត្តភ័ក្តិអ្នកទាំងអស់ហ្នឹងបែរជាក៏ដាក់បន្ទុកលើខ្ញុំពិតមែនប៉ុន្តែធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាជាកម្លាំងដែលយើងរុញទៅបន្តទៀតហើយគណៈពេលនោះបើសិនបើខ្ញុំរ៉ាប់រងតែជីវិតរបស់ខ្លួនឯងម្នាក់ឯងបែរជាយើងមិនសូវខំទេនៅពេលដែលយើងជីវិតរបស់យើងតែម្នាក់យើងអត់សូវខ្វល់ធ្វើក៏បានមិនធ្វើក៏បានក៏ប៉ុន្តែនៅពេលដែលយើងត្រូវក្តាប់ឬក៏កាន់ឲ្យជាប់នៅក្តីសង្ឃឹមរបស់មនុស្សមួយក្រុមយើងអត់ហ៊ានដាក់ចោលទេចាដោយសារតែគេជឿជាក់លើយើងគេពឹងផ្អែកលើយើងហើយគេគិតថាគេផ្ដោតក្តីសង្ឃឹមរបស់គេមកឲ្យយើងអញ្ចឹងយើងអត់ហ៊ានធ្វើឲ្យគេខកចិត្តយើងហ៊ានធ្វើឲ្យខ្លួនឯងខកចិត្តតែយើងអត់ហ៊ានធ្វើឲ្យគេខកចិត្តទេខ្ញុំគិតថាអាហ្នឹងវាក៏វាជាកម្លាំងមួយដែលរុញឲ្យខ្ញុំត្រូវទៅបន្តទៀតហើយក្នុងពេលតែមួយនៅពេលដែលយើងកាន់ក្តីសង្ឃឹមរបស់មនុស្សមួយក្រុមហ្នឹងក្នុងពេលតែមួយវាធ្វើឲ្យយើងដូចរៀងឆ្លាតជាងមុនព្រោះយើងត្រូវប្រឹងត្រូវរកនៅក្រៅវិធីសាស្ត្រត្រូវខំអភិវឌ្ឍខ្លួនឯងត្រូវធ្វើឲ្យខ្លួនឯងខ្លាំងជាងមុនអញ្ចឹងនៅតាមដំណើរផ្លូវហ្នឹងយើងស្រាប់តែអាចមើលឃើញឱកាសជាច្រើនហើយយើងយល់ថាឱកាសហ្នឹងយើងចាប់បានយើងច្នៃបានហើយវាក៏ល្អមិនមែនសម្រាប់តែយើងទេសម្រាប់ក្រុមការងាររបស់យើងចាមនុស្សមួយក្រុមដែលកំពុងនៅមួយយើងហ្នឹងអញ្ចឹងខ្ញុំគិតថាវាជាកម្លាំងខ្លាំងណាមនុស្សបើសិនបើអត់មានបន្ទុកបែរជាអត់សូវខំទេចានៅពេលដែលយើងមានបន្ទុកយើងត្រូវតែខំវិញតាលីកជួយជំរុញអញ្ចឹងអាហ្នឹងខ្ញុំគិតថាវាសម្រាប់ខ្ញុំចាខ្ញុំគិតថាខ្ញុំមកដល់ថ្ងៃហ្នឹងក៏ដោយសារតែបន្ទុកជាច្រើនចាំមាន idol ក្នុងចិត្តទេអ្នកណាគឺជាស្ត្រីគំរូក្នុងចិត្តដែលយើងអាចរៀនពីគាត់បានជាការពិតខ្ញុំចង់លើកឡើងនៅចំណុចហ្នឹងដែរបើសិនពីខ្ញុំផ្ទាល់ខ្ញុំគិតថាអ្នកទាំងអស់គ្នាដែលបានឃើញ Clara នៅក្នុងថ្ងៃនេះគឺ Clara កសាងឡើងដោយមនុស្សជាច្រើនបរិយាកាសជាច្រើនមែនតើហើយខ្ញុំគិតថាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់មាន idol តែមួយទេខ្ញុំមាន idol ឬក៏ role model ច្រើនមែនតើហើយខ្ញុំគិតថាវាជាឱកាសនៅពេលដែលខ្ញុំចង់និយាយឲ្យប៉ាកែខ្ញុំត្រូវមើលអ្នកណានៅពេលដែលខ្ញុំចង់ស្លៀកពាក់ស្អាតខ្ញុំត្រូវមើលពីអ្នកណាសូម្បីខ្ញុំឧទាហរណ៍មួយខ្ញុំធ្លាប់បានចូលរួមនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងខាងមន្ត្រីនៅខាងតាមក្រសួងស្ថាប័នរដ្ឋអញ្ចឹងនៅពេលដែលគាត់និយាយនៅក្នុងអង្គប្រជុំលោកជំទាវម្នាក់គឺគាត់និយាយព្រោះមែនតើនិយាយភាសាខ្មែរទាំងអស់ចុះខ្ញុំរៀនខ្លួនឯងអញ្ចឹងខ្ញុំចាប់អារម្មណ៍នៅពេលដែលគាត់និយាយហើយហ្នឹងម្នាក់ចាហើយមួយទៀតនៅពេលដែលខ្ញុំ back ទៅត្រឡប់ទៅដែលខ្ញុំជាបុគ្គលិកម្នាក់ហ្នឹងខ្ញុំជាលេខារបស់មេខ្ញុំដែរគាត់ជនជាតិសិង្ហបុរីខ្ញុំចូលចិត្តគាត់មែនតើនៅពេលដែលគាត់ធ្វើបទបង្ហាញនៅពេលដែលគាត់លក់ទៅឲ្យភ្ញៀវអញ្ចឹងអាហ្នឹងខ្ញុំរៀនពីគាត់ថែមមួយទៀតអញ្ចឹងសម្រាប់ខ្ញុំសួរថា idol ខ្ញុំជាអ្នកណាខ្ញុំមាន idol ដែលជាមនុស្សស្រីជាច្រើនទាំងជនជាតិខ្មែរទាំងតាមសភៅទាំងតាមវីដេអូឬក៏ពេលខ្លះយកដែរស្គាល់គាត់ទេគ្រាន់តែមកពេលមួយហ្នឹងនៅពេលដែលគាត់ឡើងនិយាយលើ TED Talk អូ she's so powerful ចាអញ្ចឹងខ្ញុំចាប់បានត្រង់ចំណុចហ្នឹងហើយយើងរៀនទៅតាមហ្នឹងអញ្ចឹងមនុស្សម្នាក់យើងអាចមាន idol ច្រើនហើយយើងអាចតាមមនុស្សច្រើនបានអញ្ចឹងនៅពេលដែលយើងដឹងថាយើងចង់ចាប់ចំណុចខ្លាំងពីអ្នកណាយកមកបំពេញចំណុចចន្លោះខ្វះខាតរបស់យើងចាឲ្យរកតែមួយអត់មានមួយអត់គ្រប់ទេអត់គ្រប់ទេត្រូវរកច្រើនត្រូវរកច្រើនចាមានច្រើនតែតាមតម្រូវការដែលយើងគិតថាខ្លួនឯងខ្វះខាតហើយគំរូភាពដែល idol ក្នុងចិត្តយើងមានហ្នឹងគឺអាចចាប់យកមកជ្រុងព្រោះមនុស្សអាច perfect គ្រប់ទាំងអស់ហើយយើងរៀនតែពីគាត់ម្នាក់បានទេអាចនិយាយថាពេលនេះអ្នកស្រីក៏ជាបុគ្គលមួយសាធារណៈធ្វើ content ធ្វើ video អញ្ចឹងមានយុវវ័យរបស់យើងច្រើនមែនទែនដែលចាប់បងជា idol អញ្ចឹងមួយអាចថាទូនទីបងមាន idol តែមួយទៀតយើងជា idol គេពេលហ្នឹងអាចថាខុសគ្នាបែបម៉េចយើងត្រូវពង្រឹងខ្លួនខ្លួនឯងជាគំរូរបស់គេបែបម៉េចវិញអរគុណសុបិនខ្ញុំធ្លាប់បានទទួលសារអស់ហ្នឹងហើយអរគុណមែនតើដែលគេគិតថាប្រហែលជាផ្នែកណាមួយដែលយើងបកកែយើងលេចធ្លោហើយគាត់ស្រឡាញ់រាប់អានយើងណាខ្ញុំពិតជាចង់ប្រាប់ទៅជាមិត្តនារីដូចគ្នាឬក៏បងប្អូនស្រីដូចគ្នាក៏ដោយខ្ញុំគិតថាខ្ញុំអត់
ល្អទាំងអស់ទេខ្ញុំអត់ល្អឥតខ្ចោះទេ ចា៎ ហើយអ្វីដែលអ្នកទាំងអស់នេះឃើញខ្ញុំនៅក្នុងបណ្ដាញសង្គមប្រហែលជាតាក់ទងទៅនឹងការចែករំលែកមកជ្រុងចំណេះដឹងដែលខ្ញុំដឹងចឹងទៅប៉ុន្តែខ្ញុំមានជីវិតធម្មតាដូចអ្នកទាំងអស់គ្នាដូចគ្នាអញ្ចឹងខ្ញុំអាចលេងសើចខ្ញុំអាចរាំខ្ញុំអាចពេលខ្លះអាចដើរលេងរៀងប្រឡប់អីជាមួយបងប្អូនអីអញ្ចឹងយើងមានដូចគ្នាហើយគ្រាន់តែប្រហែលជាខ្ញុំអត់បានបង្ហាញនៅក្នុងបណ្ដាញសង្គមទេអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ដែរគិតថាយើងត្រូវតែព្រឹកព្រៀងគ្រប់ពេលខ្ញុំនិយាយប្រាប់តាមត្រង់អញ្ចឹងអ្នកអាចឃើញខ្ញុំនៅតាមហាងកាហ្វេឬក៏ restaurant ឬក៏កន្លែងសាធារណៈផ្សេងទៀតដែរហើយនឹងក៏គឺជាខ្ញុំដែរអញ្ចឹងខ្ញុំពិតជាគិតថាយើងអត់ចាំបាច់ត្រូវតែស្ថិតនៅក្នុងប្រអប់មួយដើម្បីឲ្យគេចូលចិត្តណាចាអញ្ចឹងហើយបើសិនបើអ្នកនរនេះចូលចិត្តខ្ញុំចូលចិត្តតែមួយជ្រុងណាមួយដែលអ្នកនរនេះចូលចិត្តបានហើយប្រហែលជាខ្ញុំអាចនឹងធ្វើសកម្មភាពផ្សេងឬក៏ខ្ញុំនៅកន្លែងណាផ្សេងប្រហែលជាអត់ត្រូវចិត្តរបស់អ្នកនរគ្នាអញ្ចឹងខ្ញុំអត់ចង់ឲ្យខកបំណងចឹងបើសិនបើពេញចិត្តតែមួយជ្រុងណាយើងអូខេទទួលស្គាល់គាត់ត្រឹមតែជ្រុងហ្នឹងទៅចាបើគាត់រៀងលែកឡក់ចឹងអាចពេលខ្លះខ្ញុំរៀងលែកឡក់ចឹងបើសិនតែយើងអត់ចូលចិត្តមនុស្សស្រីលែកឡក់ទេមិនចូលចិត្តគាត់អមឡងចាជាចំណុចមួយទៀតអាចថាមើលទៅហាក់បីដូចជាអ្នកស្រីមានភាពល្អប្រសើរមើលទៅហាក់បីដូចជាធ្វើអីក៏រលូនប៉ុន្តែចង់ជំនួយថាធ្លាប់មានបទពិសោធន៍ដែលគេមើលរំលងអ្នកស្រីថាបាត់សម្លេងឬក៏ជាអ្នកដឹកនាំដែរប៉ុន្តែត្រូវបានគេមើលរំលងមិនឲ្យតម្លៃសពមានបទពិសោធន៍នឹងទេចាបើសិនជារំលឹកទៅបន្តិចយើងអាចនឹងនិយាយឡើងវិញដោយសារតែខ្ញុំត្រូវបានគេស្គាល់ថាជា working woman ហើយភាគច្រើនជីវិតរបស់ខ្ញុំនៅលើអាជីពការងារនឹងច្រើនហើយរឿងដែលប្អូនសួរតាក់ទងនឹងត្រូវបានគេមើលរំលងហ្នឹងក៏នៅលើអាជីពការងារដែរខ្ញុំធ្លាប់ទទួលបានអារម្មណ៍ថាគេអត់គោរពយើងគេអត់ផ្ដល់តម្លៃឲ្យយើងហើយគេមើលរំលងសមត្ថភាពរបស់យើងណាចាខ្ញុំធ្លាប់បានជួបអញ្ចឹងសម្រាប់ខ្ញុំវិធីសាស្ត្រនៅក្នុងការដោះស្រាយនៅពេលដែលខ្ញុំជួបរឿងហេតុទាំងអស់ហ្នឹងទី1ហ្មងគឺផ្លូវចិត្តរបស់យើងស្មារតីរបស់យើងចាខ្ញុំអត់ឲ្យស្មារតីរបស់ខ្ញុំទន់តូទៅលើពាក្យដែលគេនិយាយការវិនិច្ឆ័យរបស់គេនៅពេលដែលខ្ញុំដឹងច្បាស់ថាខ្ញុំអត់អញ្ចឹងមិនមែនបានន័យថាឲ្យតែគេវិនិច្ឆ័យយើងអត់ស្ដាប់គេខ្ញុំស្ដាប់ប៉ុន្តែខ្ញុំយកមកគិតតើវាពិតអត់ខ្ញុំអញ្ចឹងមែនអត់អញ្ចឹងបើសិនបើខ្ញុំវិភាគខ្ញុំគិតឲ្យថាខ្ញុំអត់អញ្ចឹងទេប៉ុន្តែគាត់ពិតជាមានចេតនាថាចង់បង្អាក់យើងពិតជាមានចេតនាថាចង់វាយប្រហារផ្លូវចិត្តយើងឬមួយក៏អីក៏ដោយអញ្ចឹងខ្ញុំគិតច្បាស់ថាវាមិនមែនមកពីខ្ញុំវាមកពីគាត់ទី1គឺស្មារតីខ្ញុំត្រូវតែមាំហ្មងអញ្ចឹងខ្ញុំអត់ឲ្យពាក្យនោះវាប៉ះពាល់ទេហើយនារីផ្លូវចិត្តរបស់យើងត្រូវការពារផ្លូវចិត្តរបស់យើងសំខាន់ណាស់ទី1មានស្មារតីរឹងមាំហើយមានភាពក្លាហានចាក់ចែងពីកន្លែងដែលគេឲ្យតម្លៃមកយើងចាដោយសារតែយើងដឹងច្បាស់ថាយើងជឿជាក់លើខ្លួនឯងខ្ញុំនឹងមានវិធីសាស្ត្រផ្សេងទៀតចាខ្ញុំអត់ចង់ខ្លាចទៅជាជំរឿសគេប៉ុន្តែគេគឺជាជំរឿសរបស់ខ្ញុំចាអញ្ចឹងមិនមែនថាខ្ញុំចាក់ចេញដោយសារតែខ្ញុំអត់ត្រូវបានគេជ្រើសរើសទេខ្ញុំជ្រើសរើសចេញពីកន្លែងដែលខ្ញុំគិតថាវាអត់ស័ក្តិសមមួយខ្ញុំឬមួយក៏ខ្ញុំគិតថាអ្នកឯងអត់ស័ក្តិសមមានខ្ញុំនៅកន្លែងហ្នឹងយើងបដូរការគិតអញ្ចឹងវិញណាអញ្ចឹងទី1យើងនៅតែមានអារម្មណ៍ថាយើងនៅតែមានមោទនភាពហើយយើងនៅតែមានសមត្ថភាពហើយនឹងមានឱកាសជាច្រើនទៀតដែលខ្ញុំនឹងពិចារណាថាតើខ្ញុំសមនឹងទទួលនឹងអត់ឬមួយក៏កន្លែងទាំងអស់ហ្នឹងសមនឹងមានខ្ញុំអត់ចាតាមអ្វីដែលខ្ញុំស្ដាប់អ្នកស្រីមានប្រសាសន៍ចាប់អារម្មណ៍ត្រង់ចំណុចថាលើកបញ្ហាមកតែមិនបាច់និយាយថាបញ្ហានឹងអីទេប៉ុន្តែរកដំណោះស្រាយទៅលើបញ្ហានឹងវិញអញ្ចឹងដោយយុវវ័យរបស់យើងមួយចំនួនជាពិសេសបងប្អូនយុវតីនៅពេលដែលមានបញ្ហាគាត់យកបញ្ហាហ្នឹងមកមករៀបរាប់ពីទូចរហូតដល់ធំទៅត្រូវការអ្នកមក emotional មានថាមកយល់អារម្មណ៍មក take care អីចឹងទៅជាជាងដែលគាត់គាត់ថាបញ្ហាប៉ុណ្ណឹងតើគួរទៅរកផ្លូវដោះស្រាយបែបណាឲ្យបញ្ហាហ្នឹងវាកាន់តែតូចរហូតដល់អស់បញ្ហាហ្នឹងអ្វីដែលសំខាន់មានន័យថាផ្លាស់ប្ដូរផ្នត់គំនិតប៉ុន្តែចង់នឹងថាធ្វើម៉េចផ្លាស់ប្ដូរធ្វើម៉េចឲ្យចិត្តយើងរឹងមាំបើនិយាយទៅបើហើយយើងគេហៅថាមនុស្សដែលវិជ្ជមានណាងាយមែនទេក្នុងការផ្លាស់ប្ដូរលឿនប៉ុន្តែបើសិនជាបងប្អូនដែលគាត់ពិបាកក្នុងការផ្លាស់ប្ដូរតែអ្នកស្រីមានវិធីសាស្ត្រអីជំនួយពួកគាត់សុបិនលើកឡើងល្អមែនតើអ្វីក៏ដោយគឺវាចាប់ដើមពីផ្នត់គំនិតទាំងអស់